លោកអ្នកនាងនិងបងប្អូនជនរួមជាតិអ្នកស្ដាប់ជាទីមេត្រីនៅពេលបន្តិចទៀតនេះទេពធីតាឆ្នាំថ្មីព្រះនាមគោរកៈទេវីដែលជាបុត្រីទី2នៃកបិលមហាព្រហ្មនឹងយាងចុះមកដល់ហើយដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមនៅគ្រឿងសក្ការៈបូជាមានដូចជាទៀនធូបផ្កាភ្ញីជាដើមដើម្បីទទួលរង់ចាំស្វាគមន៍នៃការយាងមកដល់នៃទេពធីតាឆ្នាំថ្មីនៃយើងលោកអ្នកនាងនិងបងប្អូនជនរួមជាតិអ្នកស្ដាប់ជាទីមេត្រីនៅពេលបន្តិចទៀតនេះទេពធីតាឆ្នាំថ្មីព្រះនាមគោរកៈទេវីដែលជាបុត្រីទី2នៃកបិលមហាព្រហ្មនឹងយាងចុះមកដល់ហើយដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមនៅគ្រឿងសក្ការៈបូជាមានដូចជាទៀនធូបផ្កាភ្ញីជាដើមដើម្បីទទួលរង់ចាំស្វាគមន៍នៃការយាងមកដល់នៃទេពធីតាឆ្នាំថ្មីនៃយើងលោកអ្នកនាងនិងបងប្អូនជនរួមជាតិអ្នកស្ដាប់ជាទីមេត្រីនៅពេលបន្តិចទៀតនេះទេពធីតាឆ្នាំថ្មីព្រះនាមគោរកៈទេវីដែលជាបុត្រីទី2នៃកបិលមហាព្រហ្មនឹងយាងចុះមកដល់ហើយដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមនៅគ្រឿងសក្ការៈបូជាមានដូចជាទៀនធូបផ្កាភ្ញីជាដើមដើម្បីទទួលរង់ចាំស្វាគមន៍នៃការយាងមកដល់នៃទេពធីតាឆ្នាំថ្មីនៃយើង
ទី2នៃកបិលមហាព្រំបានយាងចុះមកដល់ហើយ មហាសង្ក្រាន្តឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569 គ្រិស្តសករាជ2025 មហាសករាជ1947 ចលសករាជ1387 សុភមស្តុវរៈមង្គលាជយាតិរេកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សពស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទី ពេលនោះព្រះអាទិត្យចេញពីមនៈរិស័យទៅស្ថិតនៅឯមេសរិស័យតាមផ្លូវកូវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកូរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រំគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលម្អនៅព្រះការដោយសៀតផ្កាអង្គាបបុស្សអភរណៈកែវមុតតាផស្សហាទ្រង់ទេលំប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបាត់ប្រណេតលើខ្នងស្ដេចភ្ជាស្ដេចខ្លាជាយានពីហណៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មមេលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រំដែលតម្កល់លើពាននេះនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង7ត្រជាក់ខ្សែនខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិស្វកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបងអបមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលចន្ទមេយុយិនយូដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខសែនខ្សានតរៀងទៅ
ម្ចាស់អូនចុះការកន្លងផុតទៅក្រោមការគ្រប់គ្រងថែរក្សារបស់ម្ចាស់អូនតើប្រជាមនុស្សទាំងអស់បានសុខកាយសប្បាយចិត្តយ៉ាងណាដែរទៅម្ចាស់បងដោយអន្លើនៃការកសាងសង្គមជាតិប្រជាមនុស្សទាំងអស់បានសុខកាយសប្បាយចិត្តទាំងការហូបចុកទាំងការស្លៀកពាក់សមរម្យទៅតាមប្រពៃណីជាតិនិងជួយកសាងជាតិមាតុភូមិឲ្យរីកចម្រើនទៅមុខជាលំដាប់និងរួមគ្នានឹងទៅស្និទ្ធជាមួយមន្ត្រីរាជការក្នុងសង្គមជាតិគេផងដែរណាម្ចាស់បង នៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាឲ្យប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អន្តរថ័យជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្តានតាមប្រពៃណីរក្សាសីល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសពសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅម្ចាស់បងពិធីទេតំណាងខ្វះម្ចាស់បងបានចប់សពគ្រប់អស់ហើយសូមម្ចាស់បងបានគង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់បងជួយតាមថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខសេមសាន្ត
ត្រជាក់ត្រជុំសុខដុមរមនាសម្បូរសប្បាយក្រមលោកសន្តិភាពនិងការវិវត្តបានបវររឿង នៃព្រះរាជាណាចក្រកម្ពុជាយើងសូមម្ចាស់អូនទុកព្រះតីលើបងចុះម្ចាស់បងនឹងបន្តភារកិច្ចពីម្ចាស់អូនដោយព្រះតីទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាកាន់តែសប្បាយរុងរឿងជាភីយុភាព